សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់រឿងមួយដែលមានចំណងជើងថានិនចាដែលជាសាច់រឿងមួយនិយាយអំពីសិស្សម្នាក់ក្បត់បាក់ក្បត់គ្រូសម្លាប់ទាំងគ្រូសម្លាប់ទាំងសិស្សគ្នាឯងចំនួនគ្នានឹងគឺថាយ៉ាងសាហាវឃោរឃៅមែនទែនចង់ដឹងថាសាច់រឿងរបស់យើងគឺពិតជាលយនិងល្អមើលប៉ុណ្ណាកុំភ្លេចតាមដានទាំងអស់គ្នាមុនចូលសាច់រឿងសូមអ្នកទាំងអស់គ្នាជួយចុចមេដៃចុច comment ពាក្យល្អៗនិងចុច subscribe ឲ្យ admin ម្នាក់មួយផងណាសាច់រឿងចាប់ផ្ដើមមកបង្ហាញឲ្យឃើញសាលាគុននិនជូស៊ូមួយកន្លែងដែលមានឈ្មោះថាដូជូនៅក្នុងប្រទេសជប៉ុននៅនឹងផងដែរមានអ្នកចូលរួមហ្វឹកហាត់ច្រើនមែនទែនមានទាំងប្រុសមានទាំងស្រីដែលគ្រប់គ្រងដោយលោកគ្រូម្នាក់ឈ្មោះថាតូហ្គោអ៊ីកាវ៉ានៅក្នុងសាលាដូជូនឹងផងដែរគេមានរបស់មួយហៅថាយោរ៉យបេតស៊ូដែលគេចាត់ទុកដូចជាវត្ថុទិព្វប្រចាំបកឬក៏ប្រចាំសាលាគេអញ្ចឹងហើយអ្នកដែលគ្រប់គ្រងវាបានគឺមានតែមេបកឬក៏មេដឹកនាំសាលាទាំងមូលតែម្ដងយោរ៉យបេតស៊ូនឹងគឺជាសម្ភារៈរបស់និនចានឹងឯងហើយសម្ភារៈនិនចាដូចយើងដឹងស្រាប់ហើយមានអីខ្លះដូចជាខាតាណាដែលសាមរ៉ៃនឹងមានឈូរ៉ូកិនមានធ្នូមានខ្វែវមានព្រួញពឹសហើយនឹងមានស្អីៗជាច្រើនទៀតហើយជាពិសេសមានឈុតនិនចានឹងគឺថាលោយកមែនទែនដែលតាមពិតទៅឈុតរបស់និនចាឬក៏សម្ភារៈទាំងអស់ហ្នឹងនៅពេលបច្ចុប្បន្នហ្នឹងក៏មានផងដែរប៉ុន្តែយោរ៉យបេតស៊ូមួយឈុតនេះគេចាត់ទុកវាពិសេសនៅត្រង់ថាវាគឺជារបស់លីជិនឬក៏របស់អ្នកខ្លាំងក្លាម្នាក់កាលពីរាប់សិបឆ្នាំមកហើយដែលមានឈ្មោះថាកូហ្គានីនចាហើយជាពិសេសកាតាណាហ្នឹងបើតាមបុព្វបុរសរបស់ពួកគេនិយាយតគ្នាមកវាគឺជាដាវសាមរ៉ៃរបស់ស៊ីណូប៊ូដែលវាមានស្មារតីប្រយុទ្ធខ្លាំងក្លាមែនទែនបន្ទាប់ពីនឹងមកលោកគ្រូតូហ្គោអ៊ីកាវ៉ាក៏បានប្រជុំគ្នាជាមួយនឹងកូនសិស្សរបស់គាត់ទាំងអស់ផងដែរហើយគាត់ក៏បានប្រកាសថានៅក្នុងចំណោមអ្នកទាំងអស់គ្នាប្រកាសជាមាននរណាម្នាក់តតំណែងតពីគាត់បានដោយសារតែឥឡូវនេះគាត់ចាស់ណាស់ទៅហើយគាត់ក៏បានប្រកាសសិស្សឆ្នើម2នាក់ផងដែរដែលទី1ម៉ាសាស៊ូកាដែលជាអ្នកមានក្បាច់គុណខ្លាំងក្លាជាងគេមែនទែននិង5អ្នកគ្រប់គ្នាឲ្យយកធ្វើជាគំរូតាមព្រោះថាម៉ាសាស៊ូកានឹងហាត់អីក៏ចេះដែរចំណែកសិស្សឆ្នាំទី2មានឈ្មោះថាខេស៊ីទោះបីជាក្បាច់គុណរបស់គាត់មិនខ្លាំងដូចជាម៉ាសាស៊ូកាមែនប៉ុន្តែខេស៊ីនឹងគឺថាតស៊ូនិងខំប្រឹងហ្វឹកហាត់មែនទែនហើយជាពិសេសជាមនុស្សល្អស្មោះត្រង់ស្លូតបូតឧស្សាហ៍ព្យាយាមអ្នកទាំងអស់គ្នាត្រូវតែយកជាគំរូតាមដូចគ្នានៅពេលដែលលោកគ្រូសរសើរខេស៊ីដែរអញ្ចឹងមើលទៅទឹកមុខម៉ាស៊ូកាទៅដូចជាអត់សូវស្រួលហ្មងទេហើយសំបីតែពេលវឹកហាត់ក្បាច់គុនហ្នឹងក៏ទឹកមុខអាប៉ែហ្នឹងដូចជាអត់សូវស្រួលផងដែរលក្ខណៈលួចមើលឌឺដងអីចឹងណាមិនដឹងថាគិតអីទេហើយរឿងទាំងអស់ហ្នឹងលោកគ្រូហ្នឹងក៏តាមដានដូចគ្នានៅយប់មួយខេស៊ីកំពុងតែមើលរូបថតម៉ាក់របស់គាត់ហើយពេលហ្នឹងម៉ាសាស៊ូកាហ្នឹងក៏បានដើរមកនិយាយឌឺដងផ្លែផ្កាជាច្រើននិយាយទៅអាប៉ែហ្នឹងគឺចង់រករឿងគេតែម្ដងវានិយាយថាខេស៊ីហ្នឹងមិនដឹងថាមនុស្សមកពីណាពីណីទេជាកូនដែលម្ដាយបោះបង់ចោលហើយជាពិសេសឪពុករបស់ខេស៊ីហ្នឹងត្រឹមតែជាមនុស្សប្រមឹកម្នាក់ប៉ុណ្ណោះដែលធ្វើឲ្យអ្នកទាំងពីរប៊ីនឹងមានរឿងជាមួយគ្នាទៅហើយប៉ុន្តែនៅពេលហ្នឹងលោកគ្រូក៏បានដើរមកដល់ហើយហៅម៉ាសាស៊ូកាហ្នឹងឲ្យដើរចេញទៅបានលោកគ្រូប្រាប់ថានៅក្នុងសាលាដូជូសិស្សទាំងអស់គ្នាហ្នឹងទៅតែស្រឡាញ់រាប់អានគ្នាឲ្យដូចជាបងប្អូនអញ្ចឹងហាមមានរឿងអ្វីកើតឡើងទាំងអស់អាពេលម៉ាសាស៊ូកាហ្នឹងក៏ឆ្លើយបានតែមាត់ប៉ុន្តែមើលទៅទឹកមុខក៏ដឹងថាមិនស្រួលដែរអាពេលហ្នឹងនៅថ្ងៃបន្ទាប់លោកគ្រូក៏មានរៀបចំការប្រកួតរវាងសិស្សនិងសិស្សផងដែរដែលគូពិសេសទី1 KC ត្រូវប៉ះគ្នាជាមួយនឹងម៉ាសាស៊ូកាដែលតាមពិតទៅលោកគ្រូចង់ដឹងចរិតពីម៉ាសាស៊ូកានឹងឯងដោយសារតែមួយរយៈនឹងមើលទៅដូចជាមិនសូវស្រួលសោះបន្ទាប់មកការប្រកួតក៏បានចាប់ផ្ដើមដែលជាការប្រកួតគ្នាប្រើតែដាវឈើប៉ុណ្ណោះវាយគ្នាតែប្រមាណក្បាច់សោះដោយសារតែអ្នកទាំងពីរនឹងប្រើកម្លាំងខ្លាំងពេកវាយបាក់ទាំងដាវឈើនឹងហើយ KC ទៅវត្តជាប់ទេត្រូវមួយជើងហើយអាប៉ែនឹងក៏វាយត្រូវមួយដៃទៀតជាលទ្ធផលបញ្ជាក់បានថា KC វាយអត់ឈ្នះអាប៉ែនឹងទេហើយអាប៉ែនឹងអ្នកណាខាត់ក៏អត់ស្ដាប់ដែរនិយាយទៅអ្នកណាចូលមកខាត់គឺវាយទាំងអស់សំបីតែលោកគ្រូខាត់នឹងក៏អត់ស្ដាប់ដែរមិនត្រឹមតែប៉ុណ្ណឹងទេយកអាដាវមែនតែននៅក្បែរនឹងគប់ទៅលើ KC ចង់សម្លាប់ចោលគ្រាន់តែគប់ខុសហើយក៏យកដាវមែនតែនមួយទៀតនៅក្បែរនឹងចូលទៅសម្លាប់ KC ចោលប៉ុន្តែក៏បានអ្នកទាំងអស់គ្នានឹងចាប់ជាប់បន្ទាប់ពីនឹងមកដោយសារតែម៉ាសាស៊ូកានឹងធ្វើខុសច្បាប់សាលាគេហៅថា break the code របស់គេអ្នកទាំងអស់គ្នាលោកគ្រូក៏បានប្រកាសភ្លាមត្រូវតែដេញម៉ាសាស៊ូកានឹងចេញពីសាលាម៉ាសាស៊ូកាក៏បានបង្ហាញអារម្មណ៍សោកស្ដាយផងដែរព្រោះថាគាត់អត់ចង់ចេញពីសាលានឹងទេដោយសារតែគាត់រស់នៅនឹងតាំងពីតូចមកម្លេះប៉ុន្តែលោកគ្រូអត់បាននិយាយអីច្រើនទេច្បាប់គឺជាច្បាប់មិនថាអ្នកណានោះទេឲ្យតែbreak the codeរបស់គេឲ្យដាច់ខាតគឺត្រូវតែដេញចេញបន្ទាប់ពីនឹងមកយើងមកស្គាល់ក្រុមបងធំបងតូចនៅទីក្រុងញូវយ៉កនៃសហរដ្ឋអាមេរិកដែលពួកនឹងគេដាក់រហស្សនាមថា Man of Vision ហើយមើលទៅកាចនិងសាហាវមែនតែនសូម្បីតែពេលចូលប៉ាក់នឹងក៏ដុតភ្លើងដុតដែកវាយត្រាធ្វើជាសញ្ញាផងដែរសាច់រឿងការទៅមើលប្រទេសរុស្ស៊ីវិញម្ដងដែលមានបារម្ភម្នាក់មានឈ្មោះថាយូរីគ្លីមី
មីតូគាត់មកទីនេះដើម្បីចុះហត្ថលេខារកស៊ីរវាងក្រុមហ៊ុនធំពីរចូលគ្នាហើយលោកឃ្លីមីតូនឹងគឺជាអ្នកផ្គត់ផ្គង់ប្រេងដ៏ធំមួយពីរុស្ស៊ីទៅកាន់ប្រទេសម៉ុងហ្គោលផងដែរហើយការធ្វើដំណើររបស់គាត់មិនថាទៅណាមកណាទេតែងតែមានអង្គរៈពិសេសនឹងតាមការពីរហូតគ្រាន់តែចូលមកដល់ខាងក្នុងភ្លាមមានឃាតករនិនចាម្នាក់នៅខាងក្នុងនឹងផងដែរចាំសម្លាប់គាត់ដូចគ្នានិយាយទៅគឺថាឆ្មក់សម្លាប់កូនចៅរបស់គាត់នឹងម្ដងមួយមើលទៅគឺពិតជាលយមែនទែនពួកគេមិនថាបាញ់កំភ្លើងយ៉ាងណាក៏បាញ់អាប៉ែតនឹងអត់ត្រូវដែរលក្ខណៈនិនចាដូចយើងដឹងស្រាប់ហើយវាយឆ្មក់សម្លាប់ម្ដងមួយមើលទៅសាហាវព្រៃផ្សៃមែនទែនរហូតនៅចុងបញ្ចប់សម្លាប់កូនចៅនឹងចោលទាំងអស់ហើយក៏សម្លាប់អាមេគេនឹងបានផងដែរដែលឃាតករម្នាក់នឹងគ្មានពីណាទេគឺម៉ាសាស៊ូកានឹងឯងតាំងពីបែកចេញពីគ្រូមកគឺខ្លាចជាឃាតករស៊ីឈ្នួលហើយនិយាយទៅមនុស្សអាក្រក់ដើរទៅដល់ណាក៏ខូចដែរហើយអ្នកដែលជួលម៉ាសាស៊ូកានឹងគឺជាក្រុមបងធំនៅទីក្រុងញូវយ៉កដែលមានរហស្សនាមថា Man of Vision នឹងឯងនិយាយទៅអាប៉ែនឹងមិនដឹងថារកស៊ីអីប៉ះពាល់គ្នាយ៉ាងម៉េចទេប៉ុន្តែគោលបំណងរបស់គាត់គឺអត់ចង់ឲ្យក្រុមហ៊ុនទាំងពីរនឹងសហការគ្នានឹងឯងត្រឡប់មកមើលសាលាដូជូនៅប្រទេសជប៉ុនឯនេះវិញលោកគ្រូតូហ្គោអ៊ីកាវ៉ាកំពុងតែរៀបចំពិធីផ្ទេរតំណែងឲ្យមានអ្នកកាន់តពីគាត់នៅពេលនឹងផងដែរម៉ាសាស៊ូកានឹងក៏បានចូលមកអាប៉ែនឹងនិយាយថាគួរតែផ្ទេរតំណែងឲ្យគាត់ហើយយូរ៉ុយប៊ីស៊ូនឹងត្រូវតែគាត់គឺជាអ្នកកាន់កាប់លោកគ្រូក៏បាននិយាយថាម៉ាសាស៊ូកានឹងត្រូវបានដេញចេញពីសាលាហើយក៏មកញ៉ែញ៉ៃនឹងអុកឡុកទីនេះឲ្យសោះហើយបន្ទាប់មកអាប៉ែនឹងគឺថាធ្វើមុខឌឺមែនតែនហើយក៏បាននិយាយថាអ្នកទាំងអស់គ្នាត្រូវតែធ្វើការលះបង់ហើយក៏បានចាយចេញទៅវិញបាននៅយប់ឡើងលោកគ្រូក៏បានឲ្យ KC ណាមីកូដែលជាកូនស្រីរបស់គាត់នឹងរៀបចំចាយចេញពីនឹងទៅញូវយ៉កនៃសហរដ្ឋអាមេរិកព្រោះគាត់ដឹងថាម៉ាសាស៊ូកានឹងប្រកាសជាត្រឡប់មកទីនេះវិញមិនខានហើយយូរ៉ុយប៊ីស៊ូនឹងក៏ត្រូវបញ្ជូនទៅទីក្រុងញូវយ៉កដូចគ្នាចំណែកម៉ាសាស៊ូកាឯនេះវិញឥឡូវនេះចាប់ផ្ដើមប្រតិបត្តិការទៅធ្វើអាក្រក់របស់គាត់ហើយយើងមើលទៅអាវុធរបស់គាត់នឹងគឺថាពិតជាលយមែនទែនអាវុធនិនចាអ្នកទាំងអស់គ្នាហើយពួកនិនចាទាំងអស់មុនពេលចេញធ្វើប្រតិបត្តិការនឹងគេតែងតែធ្វើពិធីបែបនេះអាហ្នឹងខ្ញុំមិនដឹងទេបើសិនជាមានអ្នកដឹងជួយខមមិនប្រាប់ផងគេហៅអីគេចឹងណាបន្ទាប់មកម៉ាសាស៊ូកានឹងបានមកដល់សាលាដូជូហើយជួបម្នាក់សម្លាប់ម្នាក់ជួបពីរនាក់សម្លាប់3នាក់បន្ទាប់មកកូនសិស្សទាំងអស់ក៏បានដឹងដំណឹងថាមានឃាតករចូលមកក្នុងសាលាហើយកូនសិស្សទាំងអស់ហ្នឹងក៏បានចេញមកទាំងអស់គ្នាផងដែរប៉ុន្តែពួកគេទាំងអស់គ្នាគ្មានអ្នកណាមានគីឡូជាមួយម៉ាសាស៊ូកានោះទេបន្ទាប់ពីនឹងមកគឺត្រូវប្រយុទ្ធគ្នាមួយស្មើជាមួយនឹងលោកគ្រូខ្លួនឯងហើយវាយមិនបានក្បាច់ដបងហ្នឹងគឺថាគ្មានគីឡូជាមួយលោកគ្រូទេប៉ុន្តែលោកគ្រូមានព្រាបប៉ុណ្ណឹងហើយអព្រមចាក់សម្លាប់អាពេលហ្នឹងតតែសោះនៅពេលដឹងខ្លួនថាចាញ់ព្រាបលោកគ្រូអញ្ចឹងក៏បានប្រឡូតភ្លើងនៅនឹងទាំងអស់ដោយសារតែគាត់នឹងមានឧបករណ៍សម្រាប់មើលនៅពេលយប់បន្ទាប់មកវាក៏ចាប់ដើមប្រើមកជុលពឹសលោកគ្រូនឹងក៏ប៉ាន់ស្ដាប់ផងដែរប៉ុន្តែវាបាញ់ទៅនឹង2គ្រាប់រងបានតែ1គ្រាប់ទេហើយសល់1គ្រាប់ទៀតនឹងគឺត្រូវករបស់គាត់តែម្ដងម៉ាសាស៊ូកានៅពេលដឹងថាយូរ៉ុយប៊ីស៊ូនឹងអត់នៅនឹងទៀតទេត្រូវបានបញ្ជូនទៅកន្លែងផ្សេងបាទហើយគឺពិតជាខឹងខ្លាំងមែនទែនដោយសារតែយករបស់នឹងអត់បានហើយក៏បានកាត់ក្បាលលោកគ្រូសម្លាប់ចោលបាននៅពេលនឹងផងដែរណាមីកូខំតេមករកឪពុករបស់នាងរហូតប៉ុន្តែមានណាលើកទៀតបើស្លាប់បាត់ហើយនឹងម៉ាសាស៊ូកាបន្ទាប់ពីដឹងថាយូរ៉ុយប៊ីស៊ូណាមីកូខេស៊ីសិតតែទៅញូវយ៉កអស់ហើយក៏បានទំនាក់ទំនងទៅគ្នារបស់គាត់ដែលជាមេប៉ា Man of Vision នឹងឯងដែលគេហៅគាត់ថា Mr. Temple ឲ្យ Mr. Temple នឹងចាត់ចែងនឹងតាមប្រមាញ់ Casey ឲ្យគាត់ឲ្យបានត្រឡប់មកមើល Casey ឯនេះវិញគាត់បានមករកមនុស្សម្នាក់តាមអាសយដ្ឋានរបស់គាត់ដែលគាត់មករកនឹងប្រហែលជាម៉ារបស់គាត់ហើយប៉ុន្តែអ្នកនៅនឹងប្រាប់ថាអ្នកដែល Casey ចង់មករកនឹងបានស្លាប់កាលពីមួយរយៈមុនបាត់ហើយបន្ទាប់មក Casey ក៏បានត្រឡប់មកដល់ផ្ទះវិញទាំងក្តីអស់សង្ឃឹមមកលេងហ្មងហើយពេលនឹងផងដែរក្រុម The Man of Vision នឹងក៏បានអុកឡុកនឹងចូលមកដល់ផ្ទះរបស់គាត់បាត់ហើយពួកនឹងមកដល់ឃើញអ្នកណាក៏ដោយគឺបាញ់ចោលទាំងអស់តែម្ដងគឺទុកតែណាមីកូម្នាក់គត់ដើម្បីសួររកប្រអប់យូរ៉ុយប៊ីស៊ូអីចឹងណាពួកនឹងក៏បានវាយដំកាប់ចាក់បាញ់ប្រហារគ្នានៅនឹងមួយសន្ទុះផងដែរ Casey របស់យើងក៏បានកត់សម្គាល់សញ្ញានៅលើខ្លួនរបស់ពួកគេផងដែរបន្ទាប់ពីសម្លាប់ពួកនឹងចោលអស់ Casey ក៏នាំណាមីកូគេចេញពីកន្លែងនឹងទៅបានចំណែកម៉ាសាស៊ូកានេះវិញក៏កំពុងតែធ្វើដំណើរទៅញូវយ៉កដូចគ្នាដោយសារតែជើងយន្តហោះត្រូវបានពេញហើយអាប៉ែតនឹងទៅដល់ណាក៏ខូចដែរវាក៏បានប្រើមកជុលនិនចារបស់វានឹងបាញ់ទៅលើមនុស្សម្នាក់ធ្វើឲ្យសន្លប់អីចឹងណាហើយបន្ទាប់មកក៏បន្លំខ្លួនយកសម្បត្តិនឹងឡើងទៅលើយន្តហោះបានចំណែក Casey និងណាមីកូនេះវិញរត់គេចខ្លួនកាត់ទឹកកាត់ផុកអីពេលនឹងឯងបន្ទាប់មកក៏មកជួបបន្ទប់មួយដើម្បីស្នាក់នៅហើយអាបន្ទប់គេនឹងសាមចំយាអីភ្ញៀវមិនទាន់រួចរាល់ស្រួលបួលផងហ្នឹងនិយាយទៅនៅក្តៅឡើយហ្នឹងលុះព្រឹកឡើងណាមីកូក៏ចុះមកទិញអាហារញ៉ាំអីចឹងណាអត់ទាន់បានញ៉ាំស្រួលបួលផង Casey ក៏
តាមមកដល់ហើយពេលហ្នឹង KC មើលតែអាតាហ្នឹងមានអារម្មណ៍ថាដូចជាអត់សូវស្រួលទេដោយការសង្ស័យមែនពួក The Man of Vision ហ្នឹងក៏បានមកដល់ភ្លាមហើយក៏បានវាយដំកាប់ចាក់បាញ់ប្រហារគ្នាពេញនឹងតែម្ដងហើយអ្នកទាំងពីរហ្នឹងក៏បានរត់គេចខ្លួនទៅផ្លូវក្រោមដីផងដែរបន្ទាប់មកអ្នកទាំងពីរក៏បានជិះរថភ្លើងមួយខ្សែហើយប៉ុណ្ណឹងគឺអត់តរួចខ្លួននៅឡើយទេព្រោះថាពួកហ្នឹងមានគ្នាច្រើនយកតែមែនតែនពួកហ្នឹងគឺដើរឆែកមើលពេញតែរថភ្លើងហ្នឹងឯងបន្តិចក្រោយមកនឹងពួកគេក៏បានឆែកមកដល់កន្លែងពួកគេទាំងពីរនាក់ហើយសត្រូវរបស់ពួកគេនឹងគឺនៅទាំងមុខទាំងក្រោយតែម្ដងដោយកិច្ចអត់ផុតគឺមានតែប្រយុទ្ធគ្នាទៀតនឹងឯង KC របស់យើងបានប្រើក្បាច់ Ninja វាយនៅលើរថភ្លើងនឹងមើលទៅគឺពិតជាលយមែនតែនហើយពួកទាំងអស់នឹងមិនមែនជាដៃគូជាមួយនឹង KC ទេទោះបីជាទាញកាភ្លើងមកក៏បាញ់អត់ទាន់ដែរហើយ KC ក៏ទាត់កាភ្លើងនឹងចោលទៅក្រោមតុទាំងអស់ចំណែកណាមីកូឯនេះវិញរត់បានបន្តិចហ្នឹងគឺថាទៅណារួចទេពួកហ្នឹងតាមស្អិតខ្លាំងយកតែមែនតែនក៏ចាប់ផ្ដើមវាយគ្នាតែម្ដងទៅម្យ៉ាងទៀតណាមីកូហ្នឹងក៏ជាអ្នកហាត់ក្បាច់កូនផងដែរវាយគ្នាចុះឡើងណាមីកូក៏អាចបដូរពួកហ្នឹងនៅកន្លែងហ្នឹងបានប្រមាណអ្នកផងដែរបន្ទាប់មកក៏បានដំបងមួយវាយពួកហ្នឹងទៅលេងតែធ្ងន់ខ្លាំងមែនតែនតែបន្តិចក្រោយមកណាមីកូហ្នឹងចាប់ផ្ដើមទៅលេងរួចហើយធម្មតាកម្លាំងមនុស្សស្រីវាមិនអាចស៊ូជាមួយនឹងមនុស្សប្រុសបានទេត្រូវតែមួយដៃអីហ្នឹងគឺដឹងតែទៅតែម្ដងបន្ទាប់ពីហ្នឹងមកគឺនៅសល់តែ KC ម្នាក់ឯងនឹងឯងវាយតទល់ជាមួយនឹងពួកហ្នឹងប៉ុន្តែយ៉ាងណា KC ហ្នឹងនៅតែអាចតស៊ូបានហើយវាយផ្ដួលពួកវាទាំងអស់អ្នកទាំងពីរនៅតែជិះរថភ្លើងតទៅមកទៀតនៅពេលដែលដល់ចំណតគ្រាន់តែចុះពីលើរថភ្លើងភ្លាមហ្នឹងប៉ូលីសក៏បានមកពាត់ចាប់អ្នកទាំងពីរភ្លាមតែម្ដងចំណែក KC វិញឥឡូវនេះបានមកដល់កន្លែងក្រុមបងធំបងតូច Man of Vision ហ្នឹងហើយគ្រាន់តែមកដល់ភ្លាមសួររកណាមីកូហើយនឹង KC តែម្ដងកូនចៅ The Man of Vision ដែលជាអ្នកតាមប្រមាញ់ KC ហ្នឹងក៏បានប្រាប់ថា KC ហើយនឹងណាមីកូហ្នឹងត្រូវបានប៉ូលីសចាប់យកទៅបាត់ហើយនៅពេលដែលពួកគេជួយធ្វើការឲ្យគាត់អត់មានបានផលអីចឹងក៏ចាប់អាប៉ែតហ្នឹងសម្លាប់ភ្លាមនៅនឹងកន្លែងហើយគ្នារបស់គេហ្នឹងគឺគ្មាននរណាហ៊ានក្អកជាមួយនឹងម៉ាសាស៊ូកានោះទេមុនពេលចេញទៅម៉ាសាស៊ូកាហ្នឹងក៏បានបោះសម្ដីថាបើសិនជាគាត់តាមរក KC អត់ឃើញទេអ្នកស្លាប់បន្ទាប់ប្រហែលជាអ្នកទាំងអស់គ្នានឹងឯងបន្ទាប់ពីនឹងមកម៉ាសាស៊ូកាហ្នឹងគឺពិតជាឆ្លាតមែនតែនបានបន្លំខ្លួនធ្វើជាមេធាវីរបស់ KC ហើយនឹងណាមីកូហើយក៏អាចដើរចូលប៉ុស្តិ៍ប៉ូលីសបានយ៉ាងងាយតែម្ដងចំណែកណាមីកូនេះវិញត្រូវបានប៉ូលីសឃុំនិងកំពុងតែសួរចម្លើយទៅនាងផងដែរហើយណាមីកូហ្នឹងក៏អត់បានលាយដែរប្រាប់រឿងរ៉ាវនិងរឿងហេតុទាំងអស់ឲ្យប៉ូលីសនឹងបានដឹងចំណែកខាង KC នេះវិញប៉ូលីសកំពុងតែសួរចម្លើយដូចគ្នាប៉ុន្តែពិបាកត្រង់ថាគាត់ជាប់ខ្នោះដៃអីចឹងណាធម្មតាគុកគេនៅនឹងគេតែងតែដាក់អញ្ចឹងហើយក៏បានប្រាប់រឿងរ៉ាវទាំងអស់ផងដែរតាក់ទងនឹងប្រអប់យូរ៉ុយប៊ីតស៊ូអីចឹងណាហើយប៉ូលីសហ្នឹងក៏បានសួរនាំតាក់ទងនឹងរឿងប្រអប់នឹងទៀតថានៅណាអីចឹងទៅប៉ុន្តែ KC ក៏និយាយថារឿងប្រអប់នៅណាហ្នឹងគាត់មិនអាចប្រាប់បានទេនៅពេលហ្នឹងផងដែរភ្លើងក៏បានដាច់ទាំងអស់ហើយ KC របស់យើងក៏ដឹងថាប្រកាសជាស្នាដៃរបស់ម៉ាសាស៊ូកានឹងឯងហើយប៉ូលីសអស់ហ្នឹងអត់បានខ្វល់ជាមួយគាត់ទេក៏បានដើរចេញទៅមើលដោយសារតែប៉ូលីសអត់ដោះខ្នោះដៃឲ្យខ្លួនអញ្ចឹងគឺមានតែខំរើផ្ដាច់នឹងឯងបើមិនអញ្ចឹងទេម៉ាសាមកដល់ហ្នឹងដឹងតែងាប់ហើយចំណែកម៉ាសាស៊ូកានេះវិញនៅពេលដែលដាច់ភ្លើងអស់អញ្ចឹងគឺចូលស៊ូពើរបស់ Ninja គាត់ហើយដើរសម្លាប់ប៉ូលីសអស់ហ្នឹងម្ដងមួយអីចឹងណាហើយគ្រាន់តែឃើញណាមីកូភ្លាមម៉ាសាស៊ូកាហ្នឹងក៏បានគប់គ្រាប់បែកផ្សែងហើយកាប់ប៉ូលីសទាំងអស់ហ្នឹងសម្លាប់ចោលទាំងអស់ចំណែកណាមីកូវិញឃើញអញ្ចឹងដឹងថាប៉ូលីសហ្នឹងមិនមែនជាដៃគូរបស់ម៉ាសាស៊ូកាទេបើនៅហ្នឹងដឹងតែងាប់ដែរហើយគឺមានតែរត់សិនចំណែក KC នេះវិញរើចុះរើឡើងហ្នឹងរហូតលបោតជើងតុកហ្នឹងទើបអាចដោះខ្លួនចេញពីកន្លែងហ្នឹងបានបកមកមើលណាមីកូនេះវិញរត់ចុះរត់ឡើងហ្នឹងគឺមិនអាចរត់រួចពីម៉ាសាស៊ូកាបានទេហើយទីបំផុតអាប៉ែហ្នឹងក៏ចាប់ខ្លួនយកទៅចំណែក KC ចេញមកស្ថានភាពកន្លែងហ្នឹងគឺថារៀងស្ងាត់ឈឹងតែម្ដងហើយឃើញសិតតែសាកសពប៉ូលីសប៉ុណ្ណោះរត់ចុះរត់ឡើងរត់មកដល់ក្រោមហ្នឹងក៏បានជួបប៉ូលីសមួយក្រុមទៀតពេលដែលប៉ូលីសចង់ចាប់គាត់ពេលហ្នឹងផងដែរម៉ាសាស៊ូកាហ្នឹងក៏បានដើរកាត់ហ្នឹងហើយក៏បានទាញកាភ្លើងចង់បាញ់ចោលទាំងអស់តែម្ដង KC ឃើញអញ្ចឹងក៏បានរុញប៉ូលីសមួយចេញហើយនៅសល់2នាក់ទៀតក៏ត្រូវបានបាញ់ស្លាប់អស់បានបន្ទាប់មក KC ក៏ដេញតាមម៉ាស៊ូកាហ្នឹងរហូតដល់ខាងលើដោយសារតែអាប៉ែហ្នឹងរកផ្លូវចេញពីអគារហ្នឹងអ្នកទាំងអស់គ្នាហើយអ្នកទាំងពីរក៏បានវាយគ្នាមួយប្រាវផងដែរKC ឥឡូវហ្នឹងគឺកាន់តែរីកចម្រើនហើយវាយកាន់តែលោជាងមុនប៉ុន្តែយ៉ាងណាគេមានដើរសាមរ៉ៃមួយហើយខ្លួនអត់មានអីប៉ុណ្ណឹងវាយទៅមួយគេមិនកើតទៅវាយចុះវាយឡើងក៏វាយទម្លាក់ KC ហ្នឹងធ្លាក់ចុះមកខាងក្រោមហើយម៉ាសាស៊ូកាហ្នឹងក៏បានរៀបចំខ្លួនហក់ចេញពីកន្លែងហ្នឹងគេចខ្លួនទៅបាន KC ឃើញអញ្ចឹងក៏ហក់តាមដេញដែរប៉ុន្តែហក់ទីណងតម៉ាត់តម៉ែងពេញនឹងឯងហើយទីបំផុតគឺតាមអត់ទាន់ទេបន្ទាប់ពីហ្នឹងមក KC ក៏បានជួបអាតាមួយដែលគាត់សង្ស័យថាជាក្រុមបងធំបងតូចនឹងឯងហើយក៏បាន
ដេញវាយអតាហ្នឹងទើបដឹងថាជាក្រុមមែនអវិសិននឹងឯងបន្ទាប់ពីសួរដឹងទីតាំងហើយ KC អត់ចាំយូរទេគឺចូលមកវាយក្រុមនឹងយកតែម្ដងដើម្បីសួររកម៉ាសាស៊ូកាអីចឹងណាហើយក្រុមទាំងអស់ហ្នឹងប្រកាសណាស់និយាយពីក្បាច់គុណគឺគ្មានគីឡូជាមួយ KC នោះទេវាយចុះវាយឡើងគឺថាវាយកាន់តែស្អាតទៅ KC ហ្នឹងកាន់តែរីកចម្រើនទៅហើយកន្លែងហ្នឹងដោយសារតែវាយគ្នាយូរពេកខ្ញុំក៏អត់ដឹងថានិយាយថាម៉េចដែរតែសរុបសេចក្តីមក KC ផ្ដួលពន្ធនឹងទាំងអស់ហើយក៏យកលេខទូរស័ព្ទទំនាក់ទំនងទៅម៉ាសាស៊ូកាហ្នឹងក៏គម្រាមសម្រាប់ណាមីកូផងដែរដើម្បីសួររកប្រអប់ប៉ុន្តែណាមីកូអត់ប្រាប់តតែសោះបន្ទាប់ពី KC ទំនាក់ទំនងទៅក៏បានណាត់គ្នាថាជួបគ្នានៅកន្លែងណាកន្លែងណីអីចឹងណា KC នឹងយកយូរ៉ុយប៊ីតស៊ូទៅឲ្យដើម្បីដូរគ្នាជាមួយនឹងណាមីកូបន្ទាប់ពីនឹងមក KC ក៏បានត្រឡប់មកប៉ុស្តិ៍ប៉ូលីសវិញប៉ុន្តែមិនមែនចូលស្រួលទេគឺឡើងតាមជញ្ជាំងចូលទៅខាងក្នុងដើម្បីយកយូរ៉ុយប៊ីតស៊ូដែលតាមពិតទៅយូរ៉ុយប៊ីតស៊ូគឺលាក់នៅក្នុងប៉ុស្តិ៍ប៉ូលីសនឹងសោះកំពុងតែអូប្រអប់នឹងចេញប៉ូលីសម្នាក់ទៀតហ្នឹងក៏បានមកដល់កន្លែងហ្នឹងល្មមហើយក៏ព្យាយាមចាប់គាត់ទៀតអីចឹងណាប៉ុន្តែ KC ក៏និយាយថាចាំគាត់ធ្វើរឿងរបស់គាត់ឲ្យចប់សិនចង់ចាប់គាត់ក៏ចាប់ទៅហើយប៉ូលីសហ្នឹងក៏យល់ព្រមផងដែរបន្ទាប់ពីហ្នឹងមក KC ក៏ចាប់ដើមប្រើប្រាស់ឈុតយូរ៉ុយប៊ីតស៊ូហ្នឹងឯងដើម្បីបញ្ចប់ផ្សាយរឿងជាមួយនឹងអាម៉ាសាស៊ូកាហ្នឹងឯងចំណែកណាមីកូឯនេះវិញម៉ាសាស៊ូកាហ្នឹងក៏បានយកនាងមកដល់កន្លែងណាត់គ្នាផងដែរហើយក៏បានស្រែករក KC អីចឹងណា KC ក៏បានទម្លាក់ប្រអប់នឹងចុះមកក្រោមដោយស្រែកប្រាប់ថាដោះលែងណាមីកូទៅប្រអប់នឹងគឺជារបស់អាប៉េឯងហើយម៉ាសាស៊ូកាឃើញប្រអប់អញ្ចឹងហើយគឺលែងខ្វល់អីទៀតហើយដោះលែងណាមីកូឲ្យទៅណាក៏ទៅសំខាន់ទៅមើលប្រអប់របស់គាត់នៅពេលដែលបើកមើលទៅគឺថាអំបិលអត់មានអីទាំងអស់ដោយសារតែ KC បានប្រើប្រាស់ឈុតមួយនឹងហើយ KC ក៏បានចេញមកផងដែរហើយក៏និយាយថាបើសិនជាចង់បានឈុតនឹងចូលមកយកទៅដែលមើលទៅឈុតនឹងមិនមែនអីណាស់ណាទេប៉ុន្តែវាជារបស់ Legendary ជើងខ្លាំងចំនួនមុនអីចឹងណាគឺជារបស់ Ninja ដ៏សាហាវម្នាក់នៅពេលហ្នឹងផងដែរក្រុម Man of Vision ហ្នឹងក៏បានមកដល់កន្លែងហ្នឹងដូចគ្នាហើយគោលបំណងរបស់ពួកគេមកម្ដងហ្នឹងគឺសម្រាប់អ្នកទាំងពីរចោលតែម្ដងហើយ Masazuka ហ្នឹងគឺពិតជាលយមែនតែនបោកគ្រាប់ផ្សែងឌុងហើយចូលទៅកាត់ដៃកាត់ជើងពួកហ្នឹងចោលខ្ទេចខ្ទីអីចឹងណាហើយសល់ប្រហែលទៀតបាញ់ចោលអីចឹងទៅហើយនៅមានមួយចំនួនទៀតដេញតាម KC ប៉ុន្តែក៏ត្រូវបាន KC គប់ Shuriken ហ្នឹងងាប់ពេញនឹងឯងបន្ទាប់ពីនឹងមក KC ក៏បានប្រើដំបងពីកណាតម្ដងនិយាយទៅអាវុធរបស់គេនឹងមានច្រើនប្រភេទមែនទែនមានចង្វាក់ផងមានកដៀវមានអីទៀតចំណែកណាមីកូឯនោះវិញក៏បានអាព្រួយនឹងបាញ់ទៅលើពួកអស់នឹងផងដែរកុំឲ្យនៅតែនៃអបសុកអីចឹងណាប៉ុន្តែឆ្ងល់ថាពួកអស់នឹងងាប់ច្រើនប៉ុណ្ណឹងឯងនៅសល់គ្នាច្រើនទៀតមកមិនចេះអស់សោះបន្ទាប់ពីចាត់ការពួកអស់នឹងអស់ហើយគឺដល់ពេលប្រយុទ្ធគ្នាជាមួយនឹងម៉ាស៊ូកាម្ដងហើយណាមីកូបំរុងនឹងបាញ់ព្រួយប៉ុន្តែក៏ត្រូវម៉ាសាស៊ូកាបាញ់អាព្រួយពើនឹងទៅដល់មុនឥឡូវនេះក៏ដល់វគ្គនិនចាប៉ះនិនចាដូចគ្នាតែម្ដងពីមុនវាយតែងតែចាញ់ព្រៀបឥឡូវដាក់ឈុតនិនចាដែរមើលវាយឲ្យសាហាវណាស់នៃម្ដងមើលវាយគ្នាចុះឡើង KC ក៏នៅតែចាញ់ព្រៀបដដែលហ្នឹងដោយសារតែម៉ាសាស៊ូកាហ្នឹងមានក្បាច់គុណខ្លាំងជាងហើយក៏បានដកថ្នាំបន្សាមកគម្រាម KC បើសិនជាណាមីកូអត់មានថ្នាំនឹងព្យាបាលទេប្រកាសជាត្រូវពើនឹងរហូតស្លាប់ម៉ាសាស៊ូកាក៏បានទម្លាក់ដបថ្នាំនឹងចោលដែលធ្វើឲ្យ KC ខឹងខ្លាំងយកតែមែនតែនហើយក៏ធាក់មកជើងនឹងរៀងធ្ងន់ដែរធ្វើឲ្យសង្អល់អីចឹងណាប៉ុន្តែបន្ទាប់ពីនឹងមកម៉ាសាស៊ូកានឹងក៏នៅតែវាយបានល្អអញ្ចឹងវាយ KC ឡើងទូកសាច់ទៀតបន្ទាប់មកម៉ាសាស៊ូកាក៏បានប្រើក្បាច់គុណមួយទៀតចុងក្រោយដែលជាក្បាច់គុណខ្លាំងបំផុតរបស់និនចាអីចឹងណាអាក្បាច់នឹងលឿនដូចជាសមោអញ្ចឹងល្មមមើលអត់ទាន់ទេហើយ KC ក៏បានប្រើតិចនៃពិសេសផងដែរគឺប្រើតិចនៃទៅលើការស្ដាប់និយាយទៅមកពីទិសណាក៏ដឹងដែរហើយក៏ចាត់ការទៅលើអបិនឹងបានបន្ទាប់មកក៏បញ្ញាមកមើលណាមីកូប៉ុន្តែសន្លប់ស្ដោកស្ដឹងហើយក៏មានថ្នាំបន្សាបអីដែរ KC ក៏នឹកដល់ពាក្យសម្ដីរបស់លោកគ្រូមួយចំនួនអីចឹងណាហើយគាត់ក៏សង្ស័យថានៅក្នុងដងដើរនឹងមានថ្នាំហើយក៏បានមូលមើលមានណានៅក្នុងហ្នឹងគឺពិតជាមានថ្នាំបន្សាបមែនដែលពពកបរោះគេតែងតែនិយាយតគ្នាថាដើរកាតាណាហ្នឹងគឺជាដើររបស់ Shinobu មិនដឹងថា Shinobu នៅក្នុងរឿង Demon Slayer រឿង Tanjiro ឬក៏មិនទេអ្នកទាំងអស់គ្នាខ្ញុំក៏អត់ដឹងដែរសម្រាប់រឿង Ninja មួយនេះក៏បានចប់ត្រឹមនេះហើយបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តកុំភ្លេចជួយចុច like ចុច comment ពាក្យល្អៗនិងចុច subscribe ឲ្យខ្ញុំម្នាក់មួយផងហើយរឿងហ្នឹងផងដែរនៅសល់មួយវគ្គទៀតអាវគ្គទី2ហ្នឹងគឺពិតជាល្អមើលខ្លាំងមែនតើជួបគ្នាវីដេអូក្រោយបាយបាយ